នាងកំិចហ្នឹងអ្នកមកថ្មីអីប្រធានក្រុមគឺមិនធ្លាប់បង្ហាត់មួយរៀនទេលោកតកែនាងទៅមកសុំទោសឆាប់សុំទោសទៅឆាប់ឡើងសុំទោសមិនអីទេនាងធ្វើការក្រៅមកបន្តិចទៀតខ្ញុំអាចបដៅនាងឲ្យបានល្អណាស់តកែកាន់តែជាអ្នកធ្វើការក្រៅម៉ោងទាំងពីរនេះគឺកាន់តែត្រូវបង្ហាត់បទរៀនបានល្អនេះទៅកំហុសការងារខ្លួននាងខ្ញុំប្រកាសជាប្រុងប្រយ័ត្នតែជាខាងបលរទីភ័យមកត្រួតពិនិត្យនាងទៅទទួលតិចទៅល្អអញ្ចឹងខ្ញុំទៅសិនហើយមិនម៉ាត់ណាមិនអាចធ្វើពុតនៅមុខខ្ញុំទេពេលខ្ញុំធ្វើការក៏មើលម៉ាត់យកចិត្តទុកដាក់ណាខ្ញុំទៅទូរស័ព្ទសិនមកដល់ពេលនេះគឺមិនស្រួលរកទេសុំទោសណែឯងមានយល់ថារូបរាងរបស់នាងស្រដៀងគ្នានឹងអាឈិនទេដូចទេខ្ញុំយល់ថាដូចណាប្រព័ន្ធការពារអគ្គិភ័យកន្លែងពួកនេះមានបានត្រួតពិនិត្យបញ្ជីទាន់ពេលវេលាទេបើមានបញ្ហានោះត្រូវបដូរឲ្យទាន់ពេលបានលោកទុកចិត្តចាស់ពួកយើងប្រកាសជាអនុវត្តតាមច្បាប់ឲ្យបានតឹងរ៉ឹងសួស្ដីពួកនាងគឺខាងស្នាក់ការផលិតអគ្គិភ័យហ៎ត្រូវហើយត្រួតពិនិត្យប្រព័ន្ធអគ្គិភ័យមិនមែនគួរតែជាអ្នកផលិតអគ្គិភ័យមកទេការពិនិត្យប្រព័ន្ធអគ្គិភ័យគឺឲ្យក្រុមសាខាគ្រប់គ្រងពួកគេគឺស្នាក់ការសង្គ្រោះអគ្គិភ័យតែពិនិត្យប្រព័ន្ធដំណើរការបន្តទៅល្អអញ្ជើញខាងនេះណែគិតអីហ្នឹងពេលថ្ងៃមុនខ្ញុំបានជួបសង្យានហើយគេធ្វើអីឲ្យខ្ញុំទីមើលមិនដូចជាខ្ញុំចឹងធ្វើជាតកែដេកទេអ្នកផលិតអគ្គិភ័យបន្តមកនោះរំលឹករឿងចាស់និយាយគ្នាបានចឹងណាស់ហើយគាត់ប្រពន្ធខ្ញុំទេមានអារម្មណ៍សោកស្ដាយហ៎មានតាអាចចាំមិនទេជីវិតនោះតែតែមានភាពសោកស្ដាយទោះជាបដូរជីវិតទៅខំប្រឹងដូចជាឈួតហើយអញ្ចឹងតែដល់ចុងក្រោយនៅតែមិនអាចគេចផុតពីទុកលំបាកកន្លងទៅច្រើនឆ្នាំពីនេះហើយក៏នៅតែចូលចិត្តគេខ្ញុំស្មានថាខ្ញុំអាចហើយជួបមុខគ្នាម្ដងគ្រប់គ្រងមិនបានឆេះស្លាប់នៅក្នុងបេះដូងបន្តិចនោះគឺឆេះឡើងវិញទៀតហើយបញ្ជាក់ថាឯងនឹងគឺមិនអាចប្រព្រឹត្តគេបានរហូតអាជីក្នុងលោកនេះអ្វីដែលធ្វើបាបមនុស្សបំផុតនោះគឺស្មានថាឆោតនៅកន្លែងដើមអាចទទួលបានផលតបស្នងរឿងរបស់ពួកឯងពីរនាក់ក៏បងធ្លាប់លើកឡើងអត់ទោះបងផងបងនិយាយតាមត្រង់ណាគឺពីមុនមិនអាចថ្ងៃក្រោយក៏មិនអាចសម្បត្តិចិត្តតិចទៅកុំគិតទៀតអីចោះត្រឡប់ទៅផឹកស្រាវិញបងទៅវិញមិនចាំខ្ញុំតែបន្តតាំងកុំមើលអាឈិនឯងទៅណាមិនទីបាច់មានរឿងបន្តខ្ញុំទៅសិនហើយនេះទៅហើយអាយ៉ាអាឈិនទៅហើយនៅកុហកចាំមិនហើយអាចដឹងថាមិននេះអាឈិនគឺនិយាយវិញសុំទេជីវិតមនុស្សគឺតែងតែមានភាពសោកស្ដាយទោះមនុស្សដែលបងការខំប្រឹងយ៉ាងណាឲ្យក៏មិនអាចគេចផុតពីទុក្ខលំបាកនេះគឺជាសម្ដីដែលមនុស្សធម្មតាអាចនិយាយទេជីវិតមនុស្សខ្លីអាចសុបាយបានគឺជាសំណាងធំណាស់ទៅហើយអ្នកខ្លះហ្នឹងបោះបង់ខ្លួនឯងចង់បានរបស់ដែលគ្មានសោះគឺមិនសមតម្លៃទេ